ហើយកូនម៉ែណានេះហើយមកឌឺស្វាមេតិចទៅតាមផ្លូវគេកាក់វាយទៅបើយោនេះបងប្អូនអ្នកទៅរៀនលេង TikTok ថ្មីអត់ភ្លេងក៏ញាក់បានដែរបងប្អូនណាដល់កើតនេះបងប្អូនទីច្រឡំធុងសាំងអីមែនទេអាធុងយងជេដែលប៉ាជុលគ្នាដោយទឹកថ្នោតជូរថ្ងៃមុននឹងបងប្អូនចាំទៀងតើបងប្អូនមកស្ដាប់ការចែករំលែករបស់ខ្ញុំនៅវគ្គ19ដែលខ្ញុំធ្លាប់ទេជំនាញណាបងប្អូនបងប្អូនធ្លាប់ជួបដូចខ្ញុំហ៎កាយយើងរៀនភាសាកូរ៉េមិនលោកគ្រូអ្នកគ្រូតែងតែបរៀនថាកូនសិស្សទាំងអស់គ្នាភាសាកូរ៉េគេច្រើនតែនិយាយលើកជើងចឹងបងប្អូនបងប្អូននេះចាំអត់កាយយើងនៅរៀននៅវគ្គ19ណាកាលហ្នឹងមិនគេប្រឡងតែជំនាញដាក់កងមួខ្ចៅដើមជលអីហ្នឹងបងប្អូនហើយខ្ញុំផងគឺថាជិះពីផ្ទះទៅប្រហែលជា40គីឡូជាងបងប្អូនហើយជិះស្ទៀវឆ្វែពេញតែផ្លូវហើយកាលនោះហេតុតែចង់ប្រឡងជាប់ទោះបីជាផ្លូវឆ្ងាយត្រូវខ្យល់ត្រូវភ្លៀងក្តៅខ្លាំងប៉ុណ្ណាក៏តស៊ូទៅដែរបងប្អូនដើម្បីប្រឡងជាប់ហើយរៀនរាល់ថ្ងៃហ្នឹងអត់មានរៀនអីទេក្រៅពី안녕하십니까 저는 레스미입니다 저는 캄보디아 사람입니다ហើយស្ដាប់មកណាបងងាប់ហើយកំពុងតែរៀនហ្នឹងក៏ចាប់ផ្ដើមមានចម្ងល់មួយផ្ទុះចូលទៅក្នុងខួរក្បាលដែលឆ្ងល់ថាចំគ្រូបានប្រាប់ថាភាសាកូរ៉េគេនិយាយលើកជើងអាម៉េចទេហើយចុះពេលដែលយើងទៅធ្វើតេស្តជំនាញតើគេនិយាយលើកជើងឬក៏សួរលើកជើងអត់ណាបើអញ្ចឹងទៅខ្ញុំក៏សួរថាលោកគ្រូតើពេលដែលប្រឡងតេស្តជំនាញហ្នឹងជនជាតិកូរ៉េគេសួរយើងហ្នឹងគេសួរលើកជើងអត់លោកគ្រូស្រាប់តែលោកគ្រូសើចឡើងចង់កៀងបេះដូងមានអីបងប្អូនអើយក៏សើចខ្ញុំហើយមិនតែលោកគ្រូណាសិស្សមកថ្នាក់សើចខ្ញុំមកទាំងអស់គ្នាហ្នឹងតើលោកហើយលោកគ្រូក៏ដូចជាសិស្សក៏សើចខ្ញុំនឹងទាំងអស់គ្នាអញ្ចឹងមកអស់ចិត្តអស់ចង់ហើយបានគាត់និយាយប្រាប់ខ្ញុំថាហ្នឹងហើយជនជាតិកូរ៉េគេនិយាយលើកជើងប៉ុន្តែមិនមែនជើងអីទេគេហៅផាត់ឈីមហ្នឹងណាតែភាសាតែអ្នករៀនកូរ៉េដបងគាត់មិនសូវស្គាល់ទេផាត់ឈីមហ្នឹងជាអីហ៎ដល់អញ្ចឹងទៅគេនិយាយតែលើកជើងទៅហ្មងទៅហើយយើងនេះលើកជើងស្មានតែន័យអីផ្សេងអូយយ៉ាប់ដល់កអត់មានប្រាប់ឲ្យច្បាស់ឲ្យអត់ទេចាំមកថាបងប្អូនអ្នករៀនកូរ៉េអីបើគេនិយាយលើកជើងបាច់ឆ្ងល់ទេលើកផាត់ឈីមហ្នឹងឯងគេនិយាយលើកផាត់ឈីមអញ្ចឹងណាហ្នឹងហើយមានអីបងប្អូនហើយចុងក្រោយគេដាក់រហស្សនាមខ្ញុំថាជាកញ្ញាលើកជើងនិយាយរួមទៅមកថ្នាក់ស្គាល់ខ្ញុំទាំងអស់ហ្នឹងគេដាក់រហស្សនាមខ្ញុំថាអេកញ្ញាលើកជើងប្រចាំសាលាអូយដល់កហើយ